ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះការីជាជនជាតិដើមភាគតិចព្រៅប្រហែលជាអ្នកទាំងអស់គ្នាបានដឹងរឿងរ៉ាវរបស់ខ្ញុំហើយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ9ខ្ញុំពិតជាអរគុណយ៉ាងខ្លាំងទៅដល់អង្គការ Plan អន្តរជាតិកម្ពុជាដែលបានផ្ដល់ការណែនាំផ្ដល់ការគ្រប់គ្រងហើយនឹងផ្ដល់ឱកាសនៅក្នុងការផ្លាស់ប្ដូរជីវិតរបស់ខ្ញុំបើសិនជាមិនមានអង្គការ Plan អន្តរជាតិទេប្រហែលជាអនាគតរបស់ខ្ញុំអាចនឹងខុសប្លែកពីនេះយ៉ាងខ្លាំងខ្ញុំប្រហែលជាអាចខ្លាយទៅជាម្ដាយគេជាស្ត្រីមេផ្ទះម្នាក់ហើយប្រហែលជាមិនអាចសម្រេចក្តីសម័យរបស់ខ្លួនឯងបាននោះទេខ្ញុំនឹងថាខ្ញុំជាក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនដែលមានសំណាងដែលខ្ញុំអាចបំបែកឧបសគ្គនេះបានប៉ុន្តែនៅមានក្មេងស្រីជាច្រើនទៀតនៅក្នុងសហគមន៍របស់ខ្ញុំនៅទូទាំងប្រទេសកម្ពុជានិងពិភពលោកដែលពួកគេមិនទទួលបានឱកាសដូចជាខ្ញុំក្មេងស្រីជាច្រើននៅតែបាត់បង់កុមារភាពឱកាសការសិក្សានិងក្តីសុបិនរបស់ពួកគេដោយសារតែពួកគេមិនទទួលបានជម្រើសខ្ញុំចង់ឲ្យក្មេងស្រីជាច្រើនទទួលបានឱកាសដូចខ្ញុំដែរឱកាសនៅក្នុងការលូតលាស់រីកចម្រើនការរៀនសូត្រនិងការសម្រេចចិត្តពីអនាគតរបស់ខ្លួនឯងនេះជាមូលហេតុដែលការគ្រប់គ្រងពីអង្គការ Plan មានសារៈសំខាន់យ៉ាងខ្លាំងហើយការផ្លាស់ប្ដូរមិនអាចកាត់ឡើងបានទេប្រសិនបើមិនមានការបដិញ្ញាចិត្តក៏ដូចជាការគ្រប់គ្រងជាបន្តបន្ទាប់ខ្ញុំសូមអំពាវនាវដោយការគោរពសម្រាប់ការបន្តនិងបង្កើនមូលធនជាពិសេសសម្រាប់ក្មេងស្រីវ័យជំទង់ដើម្បីបង្ការភាពមិនស្មើគ្នានិងបញ្ឈប់អភិវឌ្ឍវ័យកុមារនៅសហគមន៍ខ្ញុំទូទាំងប្រទេសកម្ពុជានិងពិភពលោកពេលអ្នកគ្រប់គ្រងការងារនេះអ្នកមិនត្រឹមតែផ្ដល់កញ្ចប់ថវិកាសម្រាប់គម្រោងតែមួយប៉ុណ្ណោះទេប៉ុន្តែអ្នកកំពុងតែការពារនៅអនាគតជីវិតនិងក្តីស្រមៃរបស់ក្មេងស្រីហើយអ្នកកំពុងតែគ្រប់គ្រងក្មេងស្រីដូចជាខ្ញុំសូមអរគុណចេញពីចិត្តឡាប្រទះមើល